កប៉ាល់ថៃមួយគ្រឿងទៀតហើយប្រហិនមិនស្ដាប់រងព្រមានទីបំផុតត្រូវមីស៊ីលនៅច្រកហូមូសកប៉ាល់ពាណិជ្ជកម្មថៃមួយគ្រឿងត្រូវស៊ីគ្រាប់មីស៊ីលរបស់អរ៉ង់នៅច្រកហូមូសព្រោះតែប្រហិនធ្វើដំណើរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះមិនអើពើពីការព្រមានរបស់កងឆ្មាំបដិវត្តន៍អរ៉ង់តាមការផ្សាយរបស់ Times of Israel នៅថ្ងៃសៅរ៍ទី18ខែកក្កដាឆ្នាំ2026កងឆ្មាំបដិវត្តន៍អរ៉ង់បានកំណត់គោលដៅនឹងវាយប្រហារកប៉ាល់នេះកាលពីថ្ងៃសុក្រព្រោះកប៉ាល់ប្រងើយកន្តើយទោះមានការព្រមានតាមប្រព័ន្ធវិទ្យុតាក់ទងជាច្រើនលើកច្រើនសារក៏ដោយហើយព្យាយាមឆ្លងកាត់ផ្លូវទឹកទាំងដែលមិនសុំការអនុញ្ញាតពីទីក្រុងតេហ៍រ៉ង់តទៅសោះទោះបីជាយ៉ាងណាក៏ដោយមិនមានព័ត៌មានលម្អិតទេថាតើមាននាវិកប៉ុន្មាននាក់នៅលើកប៉ាល់នោះហើយមាននរណាម្នាក់រងគ្រោះដែរឬទេជុំវិញការវាយប្រហារនេះកងឆ្មាំបដិវត្តន៍អរ៉ង់ក៏ផ្ដាំផ្ញើផងដែរថាកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មណាក៏ដោយដែលចង់ឆ្លងកាត់ច្រកយុទ្ធសាស្ត្រនេះត្រូវតែសុំការអនុញ្ញាតជាដាច់ខាតជាមុនសិនពីអាជ្ញាធរកងទ័ពជើងទឹកអរ៉ង់កាលពីខែមីនាកប៉ាល់ដឹកទំនិញថៃឈ្មោះ Mayuri Nari មាននាវិក23នាក់ក៏រងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កងទ័ពជើងទឹកអរ៉ង់ផងដែរនៅច្រកសមុទ្រហូមូសបណ្ដាលឲ្យនាវិក3នាក់ស្លាប់កប៉ាល់នោះចេញដំណើរពីកំពង់ផែកាលីហ្វានៃប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្ដៅទៅកាន់ប្រទេសឥណ្ឌានៅព្រឹកថ្ងៃទី11ខែមីនាពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រកហូមូសគ្រាប់មីស៊ីលអរ៉ង់បានបាញ់ចំផ្នែកខាងក្រោយបណ្ដាលឲ្យផ្ទុះនិងឆាបឆេះយ៉ាងខ្លាំងនៅក្នុងបន្ទប់ម៉ាស៊ីនពាក់ព័ន្ធហេតុការណ៍នោះរ៉ង់បញ្ជាក់ថាកប៉ាល់ថៃបានផ្កើនមិនស្ដាប់ការព្រមានហើយព្យាយាមបើកឆ្លងកាត់ផ្លូវទឹកដោយគ្មានការអនុញ្ញាតក្នុងកំឡុងពេលដែលទីក្រុងតេហ៍រ៉ង់ប្រកាសបិទ